លោកកឹមសុខាដែលទើបបានឡើងធ្វើជាប្រធានថ្មីនៃគណៈបកសង្គ្រោះជាតិសន្យាថាផ្ដល់ប្រាក់$500,000សម្រាប់មួយឃុំសង្កាត់ដើម្បីអភិវឌ្ឍពេលគណៈបកនេះគ្រប់គ្រងអំណាចពន្ធនាគារខេត្តបន្ទាយមានជ័យអនុញ្ញាតឲ្យសាច់ញាតិនិងអ្នកគាំទ្រសួរសុខទុក្ខជំទប់ទី2សង្កាត់ប៉ោយប៉ែតជាលើកដំបូងក្រសួងអប់រំអះអាងថាកុមារជាង2%មិនព្រមចូលសាលានិងបាត់បង់ឱកាសសិក្សាដោយសារការធ្វើចំណាកស្រុកសហគមន៍ខេត្តសឹងត្រែងអំពាវនាវឲ្យសាធារណជនគាំទ្រសម្ភារៈប្រើប្រាស់បែបប្រពៃណីខ្មែរដែលផលិតពីផ្លែដូងដើម្បីកាត់បន្ថយការបោះចោលសំរាមនិងព័ត៌មានដទៃទៀតពីទូរទស្សន៍អាស៊ីសេរីសម្រាប់ថ្ងៃប្រហ័សទី2ខែមីនាឆ្នាំ2017ពីរដ្ឋធានី Washington ខ្ញុំបាទជួនច័ន្ទបុត្រសូមជម្រាបសួរលោកអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីយើងខ្ញុំសូមស្វាគមន៍លោកអ្នកនាងកញ្ញាក្នុងកម្មវិធីផ្សាយទូរទស្សន៍អាស៊ីសេរីបាទជាបន្តទៅទៀតនេះខ្ញុំបាទសូមជូនព័ត៌មានពិស្ដាលោកអ្នកនាងជាទីមេត្រីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្ដាំផ្ញើកូនរបស់លោកថាចំពោះប្រទេសដែលមានជនអន្តោប្រវេសន៍ហូរចូលច្រើននៅពេលខាងមុខជនជាតិដើមនឹងលែងបានឱកាសកាន់អំណាចហើយជនអន្តោប្រវេសន៍ទាំងនោះនឹងឡើងកាន់អំណាចជំនួសវិញលោកលើកឧទាហរណ៍ថានៅសហរដ្ឋអាមេរិកនិងនៅប្រទេសបារាំងជាដើមដែលមានមេដឹកនាំមិនមែនជាជនជាតិដើមនោះទេប្រទេសដែលមានជនជាតិជនអន្តោប្រវេសន៍ចូលទៅច្រើនពេលនោះគឺការប្រែប្រួលវិជាសាស្ត្រនេះនឹងនាំទៅដល់ការបាត់បង់អំណាចនៃជនជាតិដើមហើយរឿងនេះវាបានកើតឡើងនៅសហរដ្ឋអាមេរិកអូបាម៉ាគឺមិនមែនជាជនជាតិដើមអាមេរិកស្វ័យសទេគឺកាន់អំណាចមួយបាត់ហើយសាកូស៊ីគឺជាជនជាតិហុងគ្រីគឺកាន់អំណាចនៅប្រាំងបាត់ទៅហើយទៅខាងមុខទៀតច្បាស់ណាស់រឿងនេះគឺទៅអញ្ចឹងប៉ុន្តែវាក៏ចាប់ផ្ដើមមានចរន្តមួយមកដល់ពុបពេលដែលដូណាល់ត្រាំចាប់ផ្ដើមលេងបញ្ជាក់ត្រឡប់មកវិញលើបញ្ហាការប្រកាន់ពូជសាសន៍បាទអ្នកវិភាគនៅកម្ពុជាក៏យល់ឃើញដោយលោកហ៊ុនសែនដែរតែកត្តាដែលនាំឲ្យជនអន្តោប្រវេសន៍អាចឡើងកាន់អំណាចបាននោះគឺដោយសារជនជាតិដើមគ្មានការសាមគ្គីភាពគ្នានិងប្រទេសគ្មានអភិបាលកិច្ចល្អអ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះយល់ថាដើម្បីកុំឲ្យជនជាតិដើមคล้ายទៅជាជនជាតិភាគតិចលើទឹកដីរបស់ខ្លួនហើយប្រសិនបើដឹងមុនថាប្រទេសកំពុងរំកិលទៅរកការដឹកនាំពីសំណាក់ជនអន្តោប្រវេសន៍នាពេលខាងមុខនោះរដ្ឋាភិបាលត្រូវពង្រឹងច្បាប់ជនអន្តោប្រវេសន៍និងគួរអប់រំពលរដ្ឋខ្លួនឲ្យមានសេចក្តីទុកចិត្តគ្នានិងឈប់ទាស់ទែងគ្នាដោយសារនិន្នាការនយោបាយជាពិសេសអ្នកនយោបាយផ្ទាល់ត្រូវចេះរួបរวมគ្នាដើម្បីគិតផលប្រយោជន៍ជាតិជាធំទើបអាចការពារអំណាចមិនឲ្យធ្លាក់ទៅលើជនអន្តោប្រវេសន៍គិតពីឆ្នាំ2014ទៅដល់ឆ្នាំ2016កម្ពុជាបានបណ្ដេញចេញជនអន្តោប្រវេសន៍ខុសច្បាប់មកពី72ប្រទេសមានជាង 10,000 នាក់ក្នុងនោះជនអន្តោប្រវេសន៍មានជិត 10,000 នាក់ស្មើនឹង 82% គឺជាជនអន្តោប្រវេសន៍គឺជាជនជាតិវៀតណាមខុសច្បាប់បាទក្រសួងអប់រំយុវជននិងកីឡាបង្ហាញការព្រួយបារម្ភទៅលើអនាគតកុមារប្រមាណជាង 2% ដែលមិនបានចូលរៀនថ្នាក់បឋមសិក្សាព្រមទាំងកុមារតូចប្រហែល 0.5% ទៀតដែលចំណាក់ស្រុកតាមឪពុកម្ដាយទៅធ្វើការនៅក្រៅប្រទេសរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាលោកហងជួននរុនថ្លែងក្នុងសន្និសីទកាសែតនៅក្រៅពេលបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងខេត្តសៀមរាបស្ដីពីការអភិវឌ្ឍកុមារតូចថាកុមារជាង 2 លាននាក់កំពុងចូលរៀននៅថ្នាក់បឋមសិក្សាក្នុងប្រទេសគេគឺជាអធិបតេយ្យភាពបាទក្រសួងមិនអាចទៅបង្រៀននៅក្នុងប្រទេសគេទេប៉ុន្តែខ្ញុំដឹងថានៅប្រទេសថៃនោះមានអង្គការរដ្ឋាភិបាលដែលគាត់យកសិភៅពុំទៅគោលយើងទៅបង្រៀនក្មេងក៏ប៉ុន្តែបើទោះបីជាកុមារចំនួន 98% បានចូលរៀនក្តីក៏កុមារក្រីក្រនៅតំបន់ដាច់ស្រយាលកុមារពិការនិងកុមារចំណាក់ស្រុកទៅក្រៅប្រទេសប្រហែលជា 2% ផ្សេងទៀតមិនបានចូលរៀននៅឡើយនាយកអង្គការ UNICEF ប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកអ្នកស្រី Karin Hulshop
ថ្លែងថាបច្ចុប្បន្នមានកុមារខ្មែរប្រហែលពី20ទៅ25%កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រក៏ប៉ុន្តែកុមារទាំងនេះនៅតែមានឱកាសទទួលបានការអប់រំនិងការអភិវឌ្ឍកុមារតូចពីគោលនយោបាយរបស់រដ្ឋាភិបាលបាទលោកនាងជាទីមេត្រីពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យភ្ញាក់ផ្អើលដែលទីក្រុងនេះជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាតនៅក្នុងប្រទេសកម្ពុជារដ្ឋាភិបាលបានផ្ដល់ពានរង្វាន់ទីក្រុងស្អាតដែលទទួលបានផ្ការរំដួលមួយទងទៅឲ្យក្រុងប៉ោយប៉ែតកាលពីចុងខែកុម្ភៈនេះពលរដ្ឋរិះគន់ថាការផ្ដល់រង្វាន់នេះមិនបានឆ្លុះបញ្ចាំងភាពពិតនៅក្រុងប៉ោយប៉ែតឡើយលោកហ៊ុំចម្រើនរាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតភាគច្រើនលើកឡើងថាទីក្រុងជាប់ព្រំដែនថៃមួយនេះមិនសមនឹងទទួលបានពានរង្វាន់ជាទីក្រុងស្អាតឡើយពលរដ្ឋម្នាក់រស់នៅសង្កាត់ប៉ោយប៉ែតថ្លែងថាលោករស់នៅក្នុងក្រុងមួយនេះជិត30ឆ្នាំហើយគឺមើលមិនឃើញចំណុចដែលក្រុងនេះត្រូវទទួលបានពានរង្វាន់នោះទេលោកបន្ថែមថាទីក្រុងប៉ោយប៉ែតរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ហើយពោពេញទៅដោយសម្រាមនិងធូលីដីខ្ញុំយកឃើញថាដូចជាមិនស្ទើរសមថាព្រោះអីនៅក្នុងក្រុងប៉ោយប៉ែតនេះមើលទៅវារឿងអាណាបតៃវាច្រើនដូចជាឡានម៉ូតូអីចតអត់មានសណ្ដាប់ធ្នាប់ទេបាទឡានតាក់ស៊ីឡានក្រុងឬក៏ម៉ូតូឌុបអីចឹងដូចថាអត់មានប៉ូលីសចរាចរណ៍អីរៀបចំស្ដាប់ស្នប់ឲ្យបានត្រឹមត្រូវចឹងហ្នឹងបាទអ្នករត់ម៉ូតូឌុបនៅសង្កាត់ប៉ោយប៉ែតម្នាក់ទៀតថ្លែងថាទីក្រុងមួយនេះខ្វះការរៀបចំទុកដាក់សម្រាមសម្អាតអនាម័យនិងផ្ដល់សេវាសាធារណៈជាដើមគឺមិនបានត្រឹមត្រូវទេខ្ញុំមើលឃើញអត់ស្អាតដូចតាមផ្លូវដងផ្លូវវាមើលទៅវាទៅពីឈប់អីឡានម៉ូតូអីដាក់ទៅអត់សមរម្យហើយណាមួយវាផ្លូវខ្នល់ដីវាហុយផងអីផងឲ្យតែម្ដងដីហុយបើកផ្នែកមួយរត់ម៉ូតូឌុបអនុប្រធានមន្ទីរទេសចរខេត្តបន្ទាយមានជ័យលោកជឿនសេរីវុឌ្ឍមានប្រសាសន៍ថាទីក្រុងប៉ោយប៉ែតជាប់ជាទីក្រុងស្អាតដែលទទួលបានស្នាមញញឹមមួយជាប់ផ្នែកបដិសន្ធារកិច្ចគឺការបម្រើផ្នែកសេវាសាធារណៈបានល្អលោកបន្ថែមថាក្រសួងទេសចរបានវិយតម្លៃដាក់ចំណាត់ថ្នាក់ជាទីក្រុងស្អាតនេះដោយមានការសម្ភាសពីប្រជាពលរដ្ឋយ៉ាងហ្មត់ចត់លោកថានេះជាមោទនភាពខ្លាំងណាស់របស់ខេត្តបន្ទាយមានជ័យដោយសារមានការប្រឹងប្រែងពីអាជ្ញាធរក្រុងប៉ោយប៉ែតទោះជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកប្រចាំខេត្តបន្ទាយមានជ័យលោកសុំចង្គាលើកឡើងថាការវិយតម្លៃនេះមិនឆ្លុះបញ្ចាំងការពិតទាំងស្រុងនោះទេលោកក៏សម្គាល់ថាកន្លងមកទីក្រុងប៉ោយប៉ែតសម្បូរពលរដ្ឋមានបញ្ហាតវ៉ាឲ្យអាជ្ញាធរដោះស្រាយច្រើនជាងគេនៅក្នុងខេត្តមួយនេះលោកបន្ថែមថាទីក្រុងមួយនេះរៀបចំសេវាសាធារណៈនិងសណ្ដាប់ធ្នាប់មិនបានត្រឹមត្រូវឡើយខ្ញុំបាទហ៊ុំចម្រើនស៊ីសេរីពីខេត្តបាត់ដំបងបាទប្រធានសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវនៅខេត្តស្ទឹងត្រែងអំពាវនាវឲ្យសាធារណជនគាំទ្រសម្ភារៈប្រើប្រាស់បែបប្រពៃណីខ្មែរដែលផលិតពីផ្លែដូងដើម្បីកាត់បន្ថយការបោះចោលកាកសំណល់សំរាមនិងលើកកម្ពស់បរិស្ថានសហគមន៍បានយកជំរាកឈើនិងផ្លែដូងទុំដែលគេបោះចោលតាមទីសាធារណៈទៅផលិតជាវត្ថុមានប្រយោជន៍ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់មនុស្សម៉ែនសុធីមានសេចក្តីរាយការណ៍ព័ត៌មាននេះប្រធានសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវនៅខេត្តស្ទឹងត្រែងដែលផ្ដើមកំណត់យកផ្លែដូងទុំដែលគេច្រើនបោះចោលមកផលិតជាសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងសហគមន៍និងលក់ចេញក្រៅជាពិសេសដើម្បីត្រៀមតាំងលក់នៅពិធីបុណ្យទន្លេដែលប្រារព្ធនៅចុងខែមីនាខាងមុខនៅខេត្តស្ទឹងត្រែងសម្ភារៈដែលសហគមន៍ផលិតមានដូចជាប៉ាន់តែពែងនិមិត្តសញ្ញាខេត្តស្ទឹងត្រែងនិងចម្លាក់ព្រះកេសព្រំរចនាបថខ្មែរលោកឡុងលីប៉ូរៀបរាប់នៅថ្ងៃទី1មីនាថាលោកបានផ្ដើមកំណត់ការច្នៃសម្រាមឲ្យទៅជាវត្ថុមានតម្លៃនិងជួយកាត់បន្ថយកាកសំណល់សម្រាមនៅទីសាធារណៈជាពិសេសដើម្បីរកចំណូលផ្គត់ផ្គង់ការសិក្សារបស់កុមារក្នុងសហគមន៍ផងលោកថាការផលិតមានភាពស្មុគស្មាញបន្តិចដោយសារតែទម្រង់ផ្លែដូងខុសគ្នាដូច្នេះក្រុមផលិតត្រូវធ្វើតាមទម្រង់ផ្លែដូងចឹងបងគិតថាឲ្យការធ្វើហ្នឹងគឺដោយការម៉ត់ឆាត់ណាអូនមិនមែនធ្វើស្រួលទេតាំងពីយើងឡើងបេះដូងដល់កាត់សបកដូងហើយយើងវាហើយយើងខួងយកសាច់ដូងចេញហើយត្រូវការហាលវារយៈពេល
3-4 ថ្ងៃដើម្បីឲ្យវាជាប់កុំឲ្យវាប្រេះ លោកបន្ថែមថាសហគមន៍ចាប់ផ្ដើមផលិតសម្ភារៈទាំងនេះបានជាង 3 ខែហើយក្នុងនោះមានកុមារក្រីក្រមកសិក្សាស្រស់ត្រកាលគ្រប់រដូវបានជួយបេះផ្លែដូងខាត់និងសម្អាតសម្ភារៈដោយមានជនជាតិអូទ្រីសចូលនិវត្តន៍ជួយឧបត្ថម្ភម៉ាស៊ីនផលិតសម្ភារៈទាំងនេះលោកបញ្ជាក់ថាតាមការគ្រោងទុកសម្ភារៈដែលផលិតបានមួយផ្នែកសម្រាប់ទ្រទ្រង់ថ្លៃចំណាយរដ្ឋបាលរបស់សិស្សក្នុងសហគមន៍ផងប៉ុន្តែមួយនឹងពេញតែមួយឈុតសម្រាប់លក់ក្នុងសហគមន៍ $40,000 ឬស្មើ$10អាមេរិកហើយរូបនិមិត្តសញ្ញាខេត្តស្ទឹងត្រែងមួយតម្លៃ$10ចំណែករូបចម្លាក់ព្រះកេសព្រំសហគមន៍លក់តម្លៃ$40លោកឡុងលីប៉ូគឺជាស្ថាបនិកបង្កើតសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវតាំងពីឆ្នាំ2006ដោយចំណាយធនធានផ្ទាល់ខ្លួនរហូតដល់ឆ្នាំ2009មានអង្គការ Children Planet ពីប្រទេសអូទ្រីសបានផ្ដល់ជំនួយបន្ថែមឲ្យសហគមន៍ដំណើរការរហូតដល់សប្តាហ៍ថ្ងៃសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវមានបេសកកម្មផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលកុមារក្រីក្រនិងកុមារកំព្រាឲ្យមានឱកាសទទួលបានការអប់រំភាសាអង់គ្លេសមិនគិតថ្លៃផ្ដល់អាហារពេលព្រឹកនិងអាហារថ្ងៃត្រង់ដល់កុមារសិស្សដែលកំពុងសិក្សានៅសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវកុមារាហេងលីហុងឲ្យដឹងថាសហគមន៍បានជំរុញឲ្យកុមារនៅមូលដ្ឋានខិតខំរៀនសូត្រនិងឧបត្ថម្ភសម្ភារៈសិក្សាផ្ដល់ការសិក្សាដោយមិនគិតថ្លៃមករៀននៅទីនេះព្រោះជីវភាពគ្រួសារខ្ញុំមានការលំបាកហើយខ្ញុំនេះនឹងរៀនឲ្យបានធ្វើការងារសមរម្យដើម្បីជួយជីវភាពគ្រួសាររបស់ខ្ញុំបច្ចុប្បន្នសិស្សដែលសិក្សានៅសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវមានចំនួន250នាក់និងមានគ្រូបង្រៀន5នាក់ហើយសិស្សភាគច្រើនជាកុមារកំព្រានិងកុមារក្រីក្រដែលមួយចំនួនមកពីស្រុកថ្លាបរវត្តនិងក្រុងស្ទឹងត្រែងអ្នកស្រីសឿងធីតាក៏សម្គាល់ថាកុមារក្រីក្រនិងកុមារកំព្រានៅជនបទគឺជាអ្នកប្រឈមខ្លាំងមិនសូវមានឱកាសទទួលបានការបណ្ដុះបណ្ដាលក្រៅម៉ោងរដ្ឋនោះទេដោយសារជីវភាពខ្វះខាតបញ្ហានេះសហគមន៍មានទិសដៅផ្ដល់ឱកាសឲ្យពួកគេទទួលបានការសិក្សាភាសាអង់គ្លេសមិនគិតថ្លៃដើម្បីរួមចំណែកពង្រឹងធនធានមនុស្សនិងអភិវឌ្ឍវិស័យអប់រំជាមួយរដ្ឋាភិបាលក្មេងដែលមករៀនគាត់រៀនមិនចាំបាច់បង់ប្រាក់ទេហើយយើងមានអាហារពេលព្រឹកពេលថ្ងៃសម្រាប់គាត់ទៀតអញ្ចឹងធ្វើឲ្យគាត់ងាយស្រួលមករៀននៅទីនេះពេលព្រឹកថ្ងៃឡើងគាត់ញ៉ាំបាយហើយបានគាត់ទៅរៀនសាលារដ្ឋបច្ចុប្បន្នសហគមន៍អាចផលិតប៉ុន្តែបាន3ទៅ5ក្នុងមួយថ្ងៃហើយពុំទាន់ទទួលបានប្រាក់ចំណូលពីការលក់សម្ភារៈផលិតពីផ្លែដូងនោះជាដុំកំភួនឡើយដោយសារតែគ្មានទីផ្សារប៉ុន្តែសហគមន៍ក៏រីករាយនឹងបន្តប្រែក្លាយដូងទុំដែលត្រូវបានបោះចោលឲ្យក្លាយជាវត្ថុមានប្រយោជន៍សម្រាប់មនុស្សខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងបាទលោកនាងពេលនេះកំពុងតែទស្សនាទូរទស្សន៍អាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកសាច់ញាតិនិងអ្នកគាំទ្រប្រមាណ10នាក់បានទៅសួរសុខទុក្ខជំទប់ទី2សង្កាត់ប៉ោយប៉ែតមកពីគណៈបកប្រឆាំងគឺលោកចៅវាសនានៅពន្ធនាគារខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃប្រហ័សនេះអ្នកស្រីវងកឹមហុងថ្លែងថាមន្ត្រីពន្ធនាគារអនុញ្ញាតឲ្យអ្នកស្រីនិងកូនចំនួន4នាក់ចូលជួបលោកចៅវាសនាក្នុងពន្ធនាគារចំណែកអ្នករួមដំណើរផ្សេងទៀតរងចាំខាងក្រៅអ្នកស្រីអះអាងថាលោកចៅវាសនាមានស្មារតីរឹងមាំទោះបីជារូបលោកមានជំងឺប្រចាំកាយនិងបានផ្ដាំផ្ញើមិនឲ្យអ្នកស្រីព្រួយបារម្ភពីលោកនោះទេជំទប់ទី2សង្កាត់ប៉ោយប៉ែតមកពីគណៈបកសំរងស៊ីលោកចៅវាសាត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តបន្ទាយមានជ័យសម្រាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី16កុម្ភៈបន្ទាប់ពីបានសាកសួរអស់រយៈពេល4ម៉ោងដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រើអំពើហិង្សាមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តនៅមុខទីស្នាក់ការគយនឹងរដ្ឋកោក្រុងប៉ោយប៉ែតកាលពីខែឧសភាឆ្នាំ2015បាទលោកអ្នកនាងជាទីមេត្រីលោកកឹមសុខាដែលត្រូវសម្មាចបោះឆ្នោតជ្រើសរើសជាប្រធានគណៈបកសង្គ្រោះជាតិជំនួសលោកសំរងស៊ីបានសន្យាផ្ដល់លុយកន្លះលានដុល្លារក្នុងឃុំសង្កាត់មួយដើម្បីអភិវឌ្ឍនៅពេលគណៈបកនេះគ្រប់គ្រងអំណាចក្រោយការបោះឆ្នោតនៅឆ្នាំ2018លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានស្វាគមន៍លោកកឹមសុខាចំពោះតំណែងថ្មីនេះដែរសូមអញ្ជើញលោកអ្នកនាងទស្សនាសេចក្តីរាយការណ៍របស់លោកមុំមនីរតអំពីរឿងនេះគឺយើងត្រូវផ្ដល់យ៉ាងតិចបំផុត$50,000សម្រាប់ឃុំសង្កាត់នីមួយៗក្នុងមួយឆ្នាំណាមួយឆ្នាំ ការប្រកាសចំហពីគោលនយោបាយគណៈបកថ្មីរបស់លោកកឹមសុខានេះធ្វើ
ធ្វើឡើងក្នុងគ្រាគណៈបកប្រឆាំងបង្ខំចិត្តធ្វើកំណែតម្រង់ដោះដូរក្បាលម៉ាស៊ីនដឹកនាំបកត្រង់គ្រាធំពុំធ្លាប់មាននេះព្រោះតែស្ថានភាពនយោបាយមិនអំណោយផលថ្លែងនៅចំពោះមុខសកម្មជននិងមន្ត្រីជាន់ខ្ពស់ក្នុងពិធីសមាជវិសាមញ្ញនៅព្រឹកថ្ងៃទី2មីនានៅទីស្នាក់ការគណៈបកស្ថិតក្នុងសង្កាត់ចាក់អង្រែលើប្រធានគណៈបកប្រឆាំងថ្មីលោកកម្មសខាអាងថាក្រោយពេលឈ្នះឆ្នោតឡើងកាន់អំណាចនៅឆ្នាំ2018ខាងមុខនេះគណៈបក្សសង្គ្រោះជាតិនឹងទម្លាក់លុយចំនួន$50,000សម្រាប់អភិវឌ្ឍក្នុងឃុំសង្កាត់នីមួយៗជារៀងរាល់ឆ្នាំជាកម្មវិធីនយោបាយអាទិភាពមួយសំខាន់និងចាំបាច់ដែរទន្ទឹមនឹងនេះប្រធានគណៈបកប្រឆាំងថ្មីរូបនេះក៏បានថ្លែងការពីចំពោះការរិះគន់រឿងផ្ដាល់លុយចំនួន$40,000រៀលដល់មនុស្សវ័យចាស់ក៏ប៉ុន្តែត្រូវខកខានខុសពីការសន្យាឈរក្នុងមុខតំណែងជំនួសលោកសំរងស៊ីពេលនេះលោកកម្មសខាលើកឡើងថាការសន្យាផ្ដាល់លុយចំនួន$40,000រៀលនេះក្នុងពេលកន្លងទៅបានលុះត្រាតែបកប្រឆាំងឈ្នះឆ្នោតនឹងឡើងកាន់អំណាចជាមុនសិនយើងសំខាន់ថាវិការនេះគឺយើងត្រូវតែទម្លាក់អាហ្នឹងយើងជាប៉ុន្តែយើងសំបញ្ជាក់ជូនណាតែលើបោះឆ្នោតហើយយើងឈ្នះឃុំសង្កាត់យើងធ្វើវាឃុំស្រាប់គេបញ្ជាក់ឲ្យថាហេណាលុយ$50,000នៅណាកុំតូចអា$40,000នោះណាកុំលេហ្នឹង$40,000យើងថាយើងឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលជូនចាស់មួយខែម្នាក់$40,000ហើយគេយកមកបំភ្លេចថាឈ្នះហើយខ្ញុំឈ្នះមិនអត់ឃើញ$40,000មកឲ្យទៅទីពីកម្មសខានិយាយនេះនិយាយបំភ្លេចចឹងបានប្រជាប្រដ្ឋលើបោះថាអត់សូមអរគុណថាដល់ថ្ងៃនេះក៏មានវិទ្យាសាស្ត្រជាពួករូបគឺមានអាដាមសំខាន់ជាប្រធានគណៈបក្សប្រជានិងអាដាមគាត់ហមលោកជំទាវមូលសុខួរអាដាមទីជាអនុប្រធាននៃគណៈបក្សប្រជាចាប់ពីពេលនេះតទៅការសម្រេចចិត្តរុះរើក្បាលម៉ាស៊ីនដឹកនាំគណៈបកនេះធ្វើឡើងមិនយូរប៉ុន្មានក្រោយពេលច្បាប់ស្តីពីគណៈបកនយោបាយចាប់បង្ខំឲ្យមេដឹកនាំគណៈបកដែលមានទោសត្រូវរំលាយគណៈបកចោលនិងហាមមិនឲ្យប្រធានបករហូតដល់គណៈកម្មការនយោបាយធ្វើនយោបាយក្នុងរយៈពេល5ឆ្នាំច្បាប់ដែលអនុម័តដោយឯកបកពីខាងគណៈបកកណ្ដាលអំណាចនិងអនុម័តយ៉ាងឆាប់រហ័សក្រោយការប្រកាសរបស់លោកហ៊ុនសែនហើយអនុម័តកាលពីថ្ងៃទី20កុម្ភៈសមាជវិសាមញ្ញរបស់គណៈបកប្រឆាំងនៅព្រឹកថ្ងៃទី2ខែមីនានេះបានសម្រេចជ្រើសរើសលោកកម្មសខាធ្វើជាប្រធានចំណែកអ្នកស្រីមូសុខួរលោកប៉ុលហំនិងលោកអេងឆៃអៀងធ្វើជាអនុប្រធានបកបន្ទាប់ពីលោកកម្មសខាឡើងកាន់តំណែងជាប្រធានបកនេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្ញើសារជូនពរស្វាគមន៍លោកកម្មសខាដែលទទួលបានសេចក្តីទុកចិត្តឲ្យធ្វើជាប្រធានជំនួសលោកសំរងស៊ីដែលបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី11ខែកុម្ភៈស្របពេលគ្នាឡើងកាន់តំណែងជាប្រធានគណៈបករបស់លោកកម្មសខានេះដែរអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចយល់ឃើញថាវាមិនទាន់ប្រកាសនៅឡើយទេថាតើជំហរនេះនឹងមានប្រសិទ្ធភាពកម្រិតណាលោកសុកអេសានយល់ឃើញថាអាចទៅរួចឬមិនអាចនោះសំខាន់នៅរឿងការអនុវត្តជាក់ស្ដែងប៉ុណ្ណោះហើយការផ្ដាល់ប្រតិភូអំណាចដូចនេះគណៈបកប្រជាជនកម្ពុជាបានអនុវត្តជិត40ឆ្នាំមកហើយយើងមិនទាន់យកទ្រឹស្ដីនឹងពីព្រោះទ្រឹស្ដីនឹងវាគ្រាន់តែជាទ្រឹស្ដីនៅលើកណ្ដាលមិនទាន់ប្រែក្លាយទ្រឹស្ដីនឹងឲ្យទៅជាការជាក់ស្ដែងដល់ឃុំទូទាំងប្រទេសនៅឡើយទេចំណែកលោកបណ្ឌិតមាសនេះអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមមើលឃើញថាវាជាមធ្យោបាយល្អប្រសិនបើគោលនយោបាយនេះសម្រេចដោយការប្រកាសមែនក៏ប៉ុន្តែលោកយល់ឃើញថាទន្ទឹមនឹងភាពជោគជ័យលើកម្មវិធីនយោបាយនេះបញ្ហាដែលនឹងអាចកើតឡើងគឺការគ្រប់គ្រងថវិកាឲ្យមានតម្លាភាពបញ្ហាបបៃនេះដែលធំជាងគេមិនបញ្ហាទៅដល់អំណាចគ្នាទេមែនទេបងប្អូនគឺបញ្ហាជាភាពរបស់ជារដ្ឋក្រីក្ររបស់កម្មសខាបញ្ជាក់ចំហថាគណៈបកប្រឆាំងនៅតែខ្លាំងហើយរឹងមាំបើទោះជាជួបឧបសគ្គក្តីជាងនេះទៀតលោកអះអាងថាគណៈបកប្រឆាំងសម្រេចឲ្យបាននូវគោលនយោបាយកាត់បន្ថយអំពើពុករលួយជាពិសេសសេវានៅតាមសាធារណៈរបស់រដ្ឋដូចជាការធ្វើសម្បត្តិកំណើតចេញបានកម្មសិទ្ធិដីធ្លីនិងពិនិត្យច្បាប់សញ្ជាតិឲ្យបានត្រឹមត្រូវជាដើមខ្ញុំមកមនីរតអាស៊ីសេរីភ្នំពេញបាទនៅល្ងាចនេះដែរប្រធានគណៈបក្សសង្គ្រោះជាតិដែលទើបជាប់ឆ្នោតថ្មីលោកកឹមសុខាក៏បានផ្ញើលិខិតថ្លែងអំណរគុណតបទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនវិញបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្ញើសារជូនពរលោកបាទជាបន្តទៅទៀតនេះយើងនឹងមានកិច្ចសម្ភាសន៍មួយជាមួយនឹងលោកបណ្ឌិតមាសនេះអ្នកវិភាគសង្គមនិងនយោបាយដើម្បីឲ្យលោកបានបញ្ចេញទស្សនៈបន្ថែមទៀតជុំវិញការវិវត្តចុងក្រោយនៃស្ថានភាពនយោបាយនេះខ្ញុំបាទសូមជម្រាបសួរលោកបណ្ឌិតមាសនេះម្ដងទៀតបាទសូមជម្រាបសួរលោកជនបណ្ឌិតបាទសូមអរគុណលោកបណ្ឌិតណាស់ដែលបានចូលរួមក្នុងកម្មវិធីយើងតាំងពីកម្មវិធីវិទ្យុរហូតមកដល់កម្មវិធីទូរទស្សន៍នេះ
ហើយសូមទោះដែលយើងកំពុងជជែកគ្នានៅក្នុងកម្មវិធីវិទ្យុក៏ដាច់បាត់ទៅហើយយើងមិនបានភ្ជាប់វិញពីព្រោះពេលវេលាវាខ្លីណាស់ទៅហើយសំណួររបស់ខ្ញុំបាទចំពោះលោកបណ្ឌិតមាសនេះជាដំបូងមកនេះលោកបានឮហើយសម្ដីរបស់លោកកឹមសុខាដែលជាប្រធានថ្មីនៃគណៈបកសង្គ្រោះជាតិនេះថាអ្វីដែលកើតឡើងចំពោះគណៈបកសង្គ្រោះជាតិកន្លងមកនេះកាន់តែធ្វើឲ្យគណៈបកខ្លាំងហើយរឹងមាំជាងមុនតទៅទៀតតើលោកបណ្ឌិតមើលឃើញថាគណៈបកសង្គ្រោះជាតិខ្លាំងហើយរឹងមាំជាងមុនតទៅទៀតដោយការអះអាងរបស់ប្រធានគណៈបកថ្មីនេះដែរទេបាទសម្រាប់ពាក្យថាខ្លាំងហើយនឹងរឹងមាំខ្ញុំមិនអាចធ្វើអធិប្បាយបានទេប៉ុន្តែអ្វីដែលជាសញ្ញាដែលខ្ញុំសង្កេតឃើញមកដល់ពេលនេះបើប្រៀបធៀបជាមួយនឹងស្ថានភាពស្តៀងគ្នាកាលពេលដែលគណៈបកសន្តិពេចទទួលរងនៅការបែកបាក់គ្នានោះជាធម្មតាពេលនេះគណៈបកសន្តិពេចបានបែកបាក់គ្នាប៉ុន្តែអ្វីដែលខ្ញុំសង្កេតឃើញមកដល់ពេលនេះនៅពេលដែលស្ថានភាពពីខាងក្រៅសម្ពាធពីខាងក្រៅកាន់តែមានភាពតានតឹងឡើងខ្ញុំដូចជាមិនឃើញមានសញ្ញាអីដែលមានការបែកបាក់គ្នានៅក្នុងគណៈបកសង្គ្រោះជាតិនៅឡើយទេបានមកដល់ពេលនេះបាទទោះបីជាយើងមានលឺសូរការចុកចេញឬក៏ដើរចេញពីគណៈបកខ្លះនៅក្នុងមន្ត្រីនៅតាមមូលដ្ឋានថ្នាក់ក្រោមក៏ប៉ុន្តែសម្រាប់ថ្នាក់ជាតិខ្ញុំមើលទៅថាដូចជារក្សាជំហរសាមគ្គីភាពនៅក្នុងគណៈបកនឹងបានបាទតាមយើងមើលនោះព្រោះអីយើងមើលនៅក្នុងគណៈបកសង្គ្រោះជាតិខ្ញុំបានជម្រាបជូននៅតាមវិទ្យុអសីសេរីលើកមុននេះថាកន្លងមកហើយនេះគឺសង្គ្រោះជាតិជាប្រទេសមួយដែលអុកប្រើគោពីរបាទហើយគោទាំងពីរនេះគឺកន្លងមកហើយនេះគោទាំងពីរបានត្រូវទទួលរងនៅការចាក់ជំនួយយើងច្រើនណាស់ហើយការចាក់ជំនួយនេះគឺយើងមើលទៅគឺបំណងទី1គឺឲ្យគោទាំងពីររត់ចោលប្រទេសឬក៏បែកគ្នាឬមួយក៏ឲ្យគោនឹងរត់ច្រឡោតទៅឲ្យធ្វើអាជីពបាក់បែកបាទអញ្ចឹងយើងឃើញថាជាសញ្ញាសំខាន់ទី1យើងឃើញថាគោមួយនោះបានដកខ្លួនចេញហើយអញ្ចឹងសង្គ្រោះជាតិនៅសល់គោតែមួយខាងទេបាទអញ្ចឹងការរៀបចំស្ថានភាពថ្មីនេះគឺជាករណីដែលសង្គ្រោះជាតិត្រូវឈប់រទេសសិនហើយរៀបចំដើម្បីដាក់នឹមគោនឹងតាថ្មីដើម្បីរៀបចំក្បាលម៉ាស៊ីនថ្មីបាទអញ្ចឹងនេះខ្ញុំគិតថាវាជាជំរើសតែមួយគត់ដែលសង្គ្រោះជាតិត្រូវតែធ្វើហើយមួយទៀតនេះការរៀបចំក្បាលម៉ាស៊ីនថ្មីនេះក៏អាចបើកផ្លូវឲ្យសង្គ្រោះជាតិនឹងបញ្ជូនបញ្ជីបេក្ខភាពដែលត្រូវឈរឈ្មោះបោះឆ្នោតនៅក្នុងឆ្នាំ2017នេះជូនទៅចូលជាបបផងដែរនៅពេលដែលសង្គ្រោះជាតិមានក្បាលម៉ាស៊ីនច្បាស់លាស់បាននេះជារឿងសំខាន់របស់សង្គ្រោះជាតិបាទលោកបណ្ឌិតកន្លងមកយើងធ្លាប់ឮលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាលោកកឹមសុខាមិនគោរពតាមកិច្ចសន្យាលោករងចាំ3ថ្ងៃហើយមិនទាន់ឃើញលោកកឹមសុខាគោរពតាមកិច្ចសន្យានឹងសោះហើយបើតាមយើងដឹងពីប្រភពនានាមកកិច្ចសន្យារវាងលោកសំរងរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហើយនិងលោកកឹមសុខានឹងគឺប្រហែលជាឲ្យលោកកឹមសុខានឹងចេញលិខិតមួយថ្កោលទោសជនណាដែលប្រមាថមើលងាយគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាពិសេសជនណាដែលលើកឡើងថាលោកហ៊ុនម៉ាណែតគឺជាកូនរបស់លោកលេដឹកថអីជាដើមហើយបើសិនជាលោកកឹមសុខាចេញលិខិតនោះទៅអាចនឹងមានផ្ទៃក្នុងគណៈបកប្រឆាំងនឹងម្នាក់ឬពីរនាក់ឡើងឆ្លើយថាលោកសំរងស៊ីធ្លាប់បានប្រើពាក្យនឹងមែនអីជាដើមដើម្បីយកលេសដេញលោកកឹមសុខានឹងបើតាមព័ត៌មានដែលលេចធ្លាយមកដែលយើងបានទទួលបានដូច្នេះគោលបំណងបើតាមការលេចធ្លាយបែកឯកសារសម្ងាត់នឹងហាក់ដូចជាមើលឃើញថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះគឺថាធ្វើយ៉ាងណាចង់បណ្ដេញលោកសំរងស៊ីនឹងចេញពីគណៈបកសង្គ្រោះជាតិនឹងឥឡូវនេះលោកសំរងស៊ីប្រកាសជាបានលាលែងចេញពីគណៈបកសង្គ្រោះជាតិដូច្នេះមិនមានន័យថាអ្វីដែលវិវត្តចុងក្រោយនេះគឺធ្វើឡើងតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកបណ្ឌិតបាននៅក្នុងនេះយើងឃើញមានទស្សនៈពីរណាដែលបានឲ្យថ្លៃទៅលើការវិវត្តថ្មីទាក់ទងស្ថានភាពនយោបាយនេះគឺទី1អាចដូចអ្វីដែលលោកស៊ុនច័ន្ទវត្តបានលើកឡើងអញ្ចឹងគឺថាពីដើមមកយើងឃើញថាមានសញ្ញាច្រើនដែលបានបង្ហាញឲ្យឃើញថាមានការព្យាយាមក្នុងការបំបែក
លោកសំរងស៊ីឲ្យចេញពីលោកកម្មសខាហើយក៏មានសញ្ញាខ្លះទៀតគឺមានការលើកទឹកចិត្តឲ្យកម្មសខានឹងឲ្យលោកកម្មសខានឹងត្រូវទទួលតំណែងជាប្រធានគណៈបកសង្គ្រោះជាតិពេញសិទ្ធិមិនមែនជាអនុប្រធានមិនមែនប្រធានក្តីទីអីនោះគឺថាយើងបានឃើញហៅហែម្ដងមកកន្លងមកហើយនេះបាទអញ្ចឹងនៅក្នុងប្រទេសបែបនេះគឺទស្សនៈមួយយើងគិតថាយើងនឹងអាចនៅក្រោមសម្ពាធនយោបាយពីខាងក្រៅដែលធ្វើឲ្យសង្គ្រោះជាតិនឹងត្រូវតែដើរទៅតាមច្រកនឹងក៏ប៉ុន្តែមានទស្សនៈមួយទៀតនោះក៏បានលើកឡើងដែរថាសង្គ្រោះជាតិគឺថាគឺតែសម្រាប់ចិត្តជួយខ្លួនឯងដែរបើសិនជាយើងគិតតែពីរឿងគាត់តែរងចាំទទួលរងនៅសម្ពាធហើយនឹងឆ្លើយតបទៅនឹងសម្ពាធនោះមិនរៀបចំខ្លួនឯងទេសង្គ្រោះជាតិពិតជាមិនអាចឆ្លងកាត់នៅវាកដែលមានជាបន្តបន្ទាប់មកហើយរួចយើងឃើញថាវាមានសញ្ញាវិជ្ជមានថ្ងៃនេះដោយសារតែមេដឹកនាំទាំងពីរបានផ្ញើសារគ្រប់គ្រងហើយអរគុណគ្នាដែលជាកាយវិការមួយគួរឲ្យសរសើរគួរឲ្យមានការទុកចិត្តបាទប៉ុន្តែអ្វីដែលពលរដ្ឋខ្មែរចង់ឃើញនេះគឺយើងអត់ចង់ឃើញពាក្យថាវប្បធម៌សន្តានាដែលមានអាយុមិនដល់មួយអាទិត្យផងក៏ស្លាប់ទៅវិញរហូតដល់ថ្ងៃនេះហើយយើងក៏មិនចង់ឃើញថាមានការផ្ញើសារជូនពរគ្នាថ្ងៃនេះក៏ប៉ុន្តែចាប់ពីស្អែកខាងស្អែកទៅនោះក៏ចាប់ស្រែកដាក់គ្នាទៅវិញទៅមកទៀតបាទនេះជាការរំពឹងដែលពលរដ្ឋខ្មែរយើងគឺចង់សុំឲ្យការគ្រប់គ្រងគ្នាទៅវិញទៅមករវាងមេដឹកនាំបីជាក្នុងលក្ខខណ្ឌណាក៏ដោយប៉ុន្តែគឺមិនដើម្បីឲ្យយើងអាចឈានដល់ការបោះឆ្នោតមួយដែលប្រកបដោយសេរីយុត្តិធម៌ហើយនឹងមានការភ័យខ្លាចបាទងាកមកខាងជោគវាសនារបស់គណៈបកសង្គ្រោះជាតិវិញនៅពេលដែលលោកកឹមសុខាដែលជាអតីតប្រធានគណៈបកសិទ្ធិមនុស្សនឹងបានឡើងមកគ្រប់គ្រងគណៈបកសង្គ្រោះជាតិតែឯងបែបនេះលោកមាសនេះមិញបានមានប្រសាសន៍ថាឃើញថាគណៈបកសង្គ្រោះជាតិនឹងគឺថាមិនបែកបាក់ទៅណាទេមិនមានវាសនាដូចជាគណៈបកហ៊ុនស៊ិនប៉ិចអីកន្លងមកទេនឹងជារឿងមួយដែលលោកមានប្រសាសន៍ប៉ុន្តែសំណួររបស់ខ្ញុំនៅពេលដែលប្រធានគណៈបកពីម្ខាងពីខាងគណៈបកសិទ្ធិមនុស្សឡើងមកកាន់អំណាចនេះតើនៅពេលដែលលោកបណ្ឌិតចុះទៅតាមខេត្តខណ្ឌអីនានានឹងថាតើផ្ទៃក្នុងពីគណៈបកសំរងស៊ីនោះតើទទួលយកបានដោយស្រួលទេសុខចិត្តទទួលយកលោកកឹមសុខាឲ្យដឹកនាំគណៈបកទាំងមូលនឹងបានទៅទៀតទេលោកបណ្ឌិតមាសនេះបាទអ្វីដែលខ្ញុំបានដឹងខ្ញុំគិតថាការទៅជែកដល់គ្នានៅថ្នាក់ខាងក្រោមនេះគឺមកដល់ឥឡូវក៏ខាងគណៈបកសង្គ្រោះជាតិក៏សារភាពថានៅមានក្នុងតំបន់មូលដ្ឋានខ្លះនៅមានការប្រកាន់រវាងគណៈបកសិទ្ធិមនុស្សហើយនិងគណៈបកសំរងស៊ីហើយមានកន្លែងខ្លះរហូតដល់មានការជួបគ្នាទីផងក៏មានដែរបាទក៏ប៉ុន្តែយើងឃើញថាចំនួននេះហាក់ដូចជាថយចុះហើយនៅពេលនេះអ្វីដែលខ្ញុំបានដឹងអំពីវិធីសាស្ត្ររបស់សង្គ្រោះជាតិនៅពេលនេះនៅតាមមូលដ្ឋាននេះគឺឈប់ប្រើពាក្យថារើសតំណាងពីគណៈបកសំរងស៊ីឬតំណាងពីគណៈបកសិទ្ធិមនុស្សទៀតហើយគឺជារឿងតំណាងរបស់គណៈបកសង្គ្រោះជាតិបាទអញ្ចឹងខ្ញុំគិតថានៅក្នុងស្ថានភាពបែបនេះវាហាក់ដូចជាគណៈបកសង្គ្រោះជាតិបានដើរមួយជំហានទៀតនៅក្នុងការវិញបញ្ចូលនៅភាពឃ្លាតនៃកម្រិតឆ្ងាយរវាងគណៈបកសំរងស៊ីហើយនិងគណៈបកសិទ្ធិមនុស្សនេះឲ្យចូលនៅក្រោមឆាត់របស់សង្គ្រោះជាតិទាំងមូលបាទនេះជាអ្វីដែលខ្ញុំសង្កេតឃើញនៅថ្នាក់មូលដ្ឋានអញ្ចឹងនៅតាមថ្នាក់មូលដ្ឋានមកដល់ឥឡូវនេះអ្វីដែលពលរដ្ឋនិយាយភាគច្រើនគឺជានិយាយអំពីគណៈបកសង្គ្រោះជាតិដូចជាលែងទៅមានរឿងតោរឿងសំរងស៊ីរឿងគណៈបកសិទ្ធិមនុស្សមាននៅកន្លែងខ្លះគឺមានតែក្នុងចំណោមបេក្ខជននៅក្នុងឃុំសង្កាត់ខ្លះទេក៏ប៉ុន្តែភាគច្រើនខ្ញុំមើលទៅហាក់ដូចជាមិនសូវមានលឺពាក្យសិទ្ធិមនុស្សហើយពាក្យគណៈបកសំរងស៊ីទេបាននោះនៅថ្នាក់មូលដ្ឋានបាទដូច្នេះមានន័យថានៅពេលដែលគណៈបកកំពុងតែទទួលនៅទុកសោកការគៀបសង្កត់នានានឹងធ្វើឲ្យផ្ទៃក្នុងគណៈបកនឹងរត់រកគ្នាសាមគ្គីគ្នាជាងមុនទៅទៀតបាទនេះតាមការសង្កេតរបស់ខ្ញុំគឺខ្ញុំឃើញចឹងអ្វីដែលខ្ញុំឃើញមិនដោយសារខ្ញុំមិនមែនជាមនុស្សដែលនៅក្នុងគណៈបកសង្គ្រោះជាតិប៉ុន្តែយើងជាអ្នកដែលតាមសង្កេតមើលពីខាងក្រៅនេះដែលខ្ញុំបានជម្រាបជូនមិញនេះបើប្រៀបធៀបការពីចំនួនគណៈបក
ជនជាតិពេជ្រមានបញ្ហានេះយើងឃើញមកដល់ពេលនេះគឺបែកបាក់រឿងអស់ហើយប៉ុន្តែសង្គមជាតិនៅតែអាចរៀបចំខ្លួនមកដល់ថ្ងៃនេះហើយយើងមិនឃើញមានសញ្ញាណាមួយដែលមានការបែកបាក់ជាទ្រង់ទ្រាយធំអីទេទោះបីជាមានការខ្សឹបជាខ្លះក៏ដោយប៉ុន្តែសញ្ញាឲ្យចេញមកខាងក្រៅនេះគឺយើងខាត់ខ្ញុំហាក់ដូចជាមិនសង្កេតឃើញយើងបាទដូច្នេះចំពោះលោកបណ្ឌិតមាសនេះព្យុះធំដែលបោកបក់ទៅលើគណៈបកសង្គ្រោះជាតិអាចផុតហើយឬមួយនៅមានព្យុះអីដទៃទៀតដែរទេធម្មតាសម្រាប់ពលរដ្ឋខ្មែរគាត់ដាក់ឈ្មោះថាពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោតនេះគឺជារដូវឆ្កែព្រឹសបាទអញ្ចឹងសម្រាប់ខ្ញុំនៅសម្លឹងតាមដានមើលនៅព្យុះទីទៀតដែលតើវានឹងអាចកើតមានបន្តទៅទៀតដែរអីនេះគឺប្រកបព្យុះទី1នេះគឺតាក់ទងទៅនឹងករណីទុកទាន់របស់អាយដាមកំសខាហើយដូចជាលោកជំទាវសុខហួរបើសិនណាជាលបែងនយោបាយចាស់នៅតែបន្តទៅទៀតខ្ញុំគិតថាមិនយូរប្រហែលពីថ្ងៃនេះក្នុង2-3អាទិត្យខាងមុខនេះយើងនឹងអាចដឹងយើងនឹងអាចមើលឃើញថាតើនឹងមានការកោះហៅឬក៏ការលើករឿងទុកទាន់លោកកំសខាឬលោកជំទាវសុខហួរនឹងឡើងមកនិយាយវិញដែរអត់បាទបើសិនជាមានការលើករឿងនេះយកមកនិយាយវិញមែននោះអានេះខ្ញុំគិតថាអ្វីដែលជាសារថ្លែងពីពរគ្នាទៅវិញទៅមកថ្ងៃនេះវាគ្រាន់តែជាកិច្ចការទូតតែប៉ុណ្ណេះទេប៉ុន្តែលបែងនយោបាយដែលធ្លាប់លេងពីមុនមកមិនទាន់បានចប់អានេះជាព្យុះមួយដែលយើងនឹងអាចឈានទៅរកការរំលាយសង្គ្រោះជាតិយើងអត់ទាន់បានបោះបង់ចោលលើការប្រមើលមើលទៅលើផ្លូវនេះមួយទេបាទហើយទីទៀតខ្ញុំមើលទៅឃើញព្យុះមួយទៀតដែលនឹងអាចកើតមានឡើងហើយយើងក៏បានលើកទៅមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ក៏បាននិយាយប្រហែលថ្ងៃនេះច្រើនណាស់ទាក់ទងនឹងសង្គ្រាមទាក់ទងនឹងបដិវត្តពណ៌អីផ្សេងនោះអ្វីដែលវាអាចកើតមានឡើងបើសិនជាមានការមិនសប្បាយចិត្តឧទាហរណ៍ថាឈានទៅរកការរំលាយគណៈបកប្រជាជាតិហើយអ្នកក្រុមជ្រោះសង្គ្រោះជាតិបាននាំគ្នាកកម្លាំងកាញ់កម្លាំងមកដើម្បីតវ៉ាប្រឆាំងនៅលើដងផ្លូវហើយដែលយើងធ្លាប់ឃើញពីមុនមកនេះគណៈបកប្រជាជនក៏បានបញ្ជូនមនុស្សទៅដើម្បីឲ្យប្រឈមគ្នាហើយវានឹងអាចមានបាត់ដៃទី3ចូលទៅហើយធ្វើឲ្យមានអំពើហិង្សានៅពេលនេះវានឹងអាចកើតមាននៅចលាចលដែលរដ្ឋាភិបាលអាចប្រកាសនៅភាពអាសន្ននៅទូទាំងប្រទេសហើយពជាការបោះឆ្នោតទាំងស្រុងនេះបើសិនជាស្ថានភាពនេះវាអាចធ្លាក់ទៅក្នុងកន្លែងទី2ដែលខ្ញុំបាននិយាយអញ្ចឹងព្យុះទីធំនេះគឺអាចជាព្យុះត្រូវប៉ះពាល់ក្នុងការរំលាយគណៈបកប្រជាជាតិដោយសារអាចដោយសារច្បាប់ថ្មីនេះច្បាប់គណៈបកថ្មីនេះហើយនឹងមួយទៀតគឺអាចមានការបោះឆ្នោតតែម្ដងឬក៏អាចមួយទៀតមានការបោះឆ្នោតប៉ុន្តែអាចបោះឆ្នោតនៅក្រោមយន្តការចាស់បើសិនជាសង្គ្រោះជាតិត្រូវបានគេរំលាយបានន័យថាសមត្ថភាពរបស់គយជបក៏នឹងត្រូវអាចនឹងដកចេញមកវិញដែរអញ្ចឹងការបោះឆ្នោតនឹងត្រូវតែរុញទៅតាមពេលវេលាធម្មតាក៏ប៉ុន្តែអាចបោះនៅក្រោមយន្តការចាស់ដែលរដ្ឋាភិបាលមានពីមុនបានដែលយើងគិតថាជាជាគណៈកម្មការបោះឆ្នោតមួយដែលមានទំនោរទៅដល់គណៈបកកណ្ដាលអំណាចបាទនេះជាការប្រមាលមើលហើយយើងកំពុងតែតាមដានលើស្ថានភាពនេះតទៅតើនឹងអាចចេញច្រកណាមួយបាទសង្ឃឹមថាព្យុះទាំងពីរនឹងមិនបោកបក់លើកម្ពុជាទៅទៀតចុះក៏ប៉ុន្តែមុននឹងជម្រាបលាលោកបណ្ឌិតមាសនេះពេលនេះខ្ញុំចង់សួរលោកបណ្ឌិតមាសនេះមួយម៉ាត់ទៀតតាក់ទងទៅនឹងសារថ្មីនេះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកបានឮហើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហាក់ដូចជាបង្កើនការរិះគន់ទៅសហរដ្ឋអាមេរិកសម្បើមណាក្នុងមួយរយៈពេលចុងក្រោយនេះតើលោកបណ្ឌិតគិតថាការដែលកើនឡើងនៃការរិះគន់ចំពោះសហរដ្ឋអាមេរិកនឹងតើអាចចេញពីមូលហេតុអីដែរបាទខ្ញុំមើលទៅអាចមានចំណុចមួយដែលយើងយល់គឺអាចជាការចាប់ផ្ដើមអំពីការមិនតបតរបស់សហរដ្ឋអាមេរិកទៅលើការស្នើសុំរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការលុបចោលនៃប្រាក់បំណុលប្រមាណជា$300 លានដែលមកដល់ពេលនេះសហរដ្ឋអាមេរិកហាក់ដូចជាមិនអើពើនឹងឆ្លើយតបបាទហើយជារឿងនោះប្រមុខរដ្ឋាភិបាលក៏ធ្លាប់បានលើកឡើងអំពីប្រវត្តិនៃការពាក់ព័ន្ធនៅការប្រើអំពើហិង្សាការទម្លាក់គ្រាប់បែកនេះមកលើប្រទេសកម្ពុជាដោយសហរដ្ឋអាមេរិកក៏ប៉ុន្តែនៅក្នុងនេះក៏យើងឃើញមួយទៀតដែរហើយរឿងនេះក៏មិនអាចលាក់ច
ពីមតិយើងសាធារណជនបានហើយយើងឃើញថាប្រទេសយើងសប្តាហ៍ថ្ងៃនេះកំពុងតែធ្វើដំណើរទៅរកទៅពឹងផ្អែកទៅលើតែចិនមួយទេដោយសារតែយើងមានបញ្ហាផ្សេងៗតាមភាពតាមតឹងនយោបាយឬបញ្ហាការរំលោភសិទ្ធិមនុស្សអីនេះអញ្ចឹងធ្វើឲ្យការទំនាក់ទំនងជាមួយនឹងប្រចាំប្រទេសមានការលំបាកអញ្ចឹងគឺយើងឃើញរដ្ឋាភិបាលមានរំពឹងតែមួយទេគឺពឹងទៅលើការជំនួយពីមហាមិត្តចិនមកដែលយើងមានទាំងប្រាក់ចំណេញទាំងប្រាក់កម្ចីទាំងការវិនិយោគទុនផ្សេងៗព្រោះឥឡូវនេះយើងឃើញថាការវិនិយោគទុនរបស់ចិនប្រទេសចិនមកចូលក្នុងប្រទេសខ្មែរយើងនេះគឺមានកាន់តែច្រើនឡើងហើយកន្លែងខ្លះជាការវិនិយោគទុននៅកន្លែងខ្លះយើងសង្កេតឃើញថាដូចជាកំពុងតែធ្វើដំណើរទៅតាមរបៀបមួយយើងហៅថាជារបៀបអាណានិគមវិនិយោគទុនបែបអាណានិគមនេះគឺបានន័យថាបើក្រុមហ៊ុនចិនមកធ្វើវិនិយោគនៅស្រុកខ្មែរគឺចិនយកទាំងកម្មករយកទាំងអ្នកជំនាញជាមកពីខាងនោះទាំងអស់ហើយធ្វើការអភិវឌ្ឍនៅក្នុងតំបន់នេះដោយខ្លួនគេហើយមានការតឹងរឹងឬក៏មានការចិញ្ចោលរបស់ពលរដ្ឋខ្មែរយើងនៅក្បែរនេះគឺមានកម្រិតបាននេះជាវិនិយោគជាមួយដែលខ្ញុំសង្កេតឃើញនៅក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះដែរបាទអញ្ចឹងការបង្ហាញនៃជំហរមិនសប្បាយចិត្តជាមួយសហរដ្ឋអាមេរិកនេះគឺមានពីរអាចមានមួយគឺមកពីការខឹងសម្បាទៅលើសហរដ្ឋអាមេរិកដែលមិនតបតទាក់ទងនឹងការលុបនៅបំណុលហើយទីពីរទៀតគឺការធ្វើយ៉ាងណាដើម្បីឲ្យមហាមិត្តចិននេះគឺមានការសប្បាយចិត្តដោយសារតែយើងជាពាក់លុយគឺក៏ច្រើនហើយក្រោយពីមានការលំបាកក្នុងការលើកទឹកចិត្តឲ្យមានការវិនិយោគទុនពីប្រចាំប្រទេសមកគឺយើងឃើញថាមានតែប្រទេសចិនមួយទេដែលអាចពឹងពាក់បានហើយជាមហាមិត្តដែលអាចជួយធ្វើក្នុងគ្រាអាសន្នបាទក៏ប៉ុន្តែសម្រាប់យើងជាវិជាសង្គមគឺខ្ញុំឃើញថានៅក្នុងប្រទេសនីមួយៗបើកាលណាយើងមានតែការពឹងផ្អែកជាស្លាប់រស់ទៅលើតែមហាអំណាចណាមួយនេះគឺខ្ញុំឃើញដូចជាយើងមិនសូវជាបានសុខប្រមាណទេបាទហើយទីហោនេះគឺមិនខុសគ្នានៅក្នុងអំឡុងឆ្នាំ67 68 69រហូតដល់ដើមឆ្នាំ70ដែលពេលនេះខ្ញុំនៅចាំសម្ដេចតាក៏គាត់ជាអាមេរិកកាំងនេះសម្បើមដែរបាទនៅពេលនេះគឺដោយសារអីដោយសារតែសម្ដេចតាពេលនេះគឺមិនអាចទៅពឹងពាក់អាមេរិកឬពឹងពាក់ប្រទេសដទៃទៀតបានអញ្ចឹងមានតែងាកទៅរកមហាមិត្តចិនអញ្ចឹងដើម្បីឲ្យចិនសប្បាយចិត្តវាមានតែជាអាមេរិកទេបាទអញ្ចឹងអ្វីដែលខ្ញុំឃើញសប្តាហ៍ថ្ងៃនេះក្នុងរយៈពេលប្រហែលអាទិត្យនេះក៏មានសកម្មភាពសម្ដែងនៅឆ្នាំ67 68នេះដែរបាទតែខ្ញុំមិនចង់និយាយថាវានឹងឈានទៅកើតសង្គ្រាមទេអានេះខ្ញុំមិននិយាយទោះពីទេបាទក៏ប៉ុន្តែវាអត់ខុសគ្នាទេតែកាលណាយើងធ្វើដើម្បីឲ្យមហាអំណាចមួយសប្បាយចិត្តវាត្រូវតែធ្វើការទៅដៀលអ្នកមកខាងទៀតបាទអរគុណចំពោះការបកស្រាយទាំងឡាយរបស់លោកបណ្ឌិតមាសនេះនៅពេលនេះខ្ញុំបាទសូមអរគុណលោកបណ្ឌិតមាសនេះម្ដងទៀតហើយលោកធ្វើដំណើរទៅកាន់ខេត្តឆ្ងាយៗនឹងឲ្យមានសេចក្តីសុខបាទសូមជម្រាបលាតែត្រឹមនេះបាទសូមជម្រាបលាបាទលោកនាងកញ្ញាទើបតែបានទស្សនាទូរទស្សន៍អាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទជួនច័ន្ទបុតព្រមទាំងក្រុមការងារទាំងអស់នៃអាស៊ីសេរីសូមជូនពរលោកនាងកញ្ញានិងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបទៅនឹងសេចក្តីសុខគ្រប់ប្រការខ្ញុំបាទសូមអរគុណនិងសូមជម្រាបលារីត្រីសួស្តី